ពីដើមវាចុកបាទចុកឆ្អល់វិញកាពះយើងចឹងបាទកណាកណា អត់ហើយវាភើហើយនឹងក្អួតពិសេសគឺក្អួតមុនទៅឥណ្ឌាបងព្រោះមុនថ្ងៃទី13ហ្នឹងមកទៅធ្វើទុកកាក់ណាំផងតងសរោមអត់បាត់ហើយចេះតែមើលនេះមើលយូរហើយឃើញណាបងខ្លួនឯងឃើញគាត់កណាតាមដានយូរហើយมันក៏សាកទិញមកដល់ថ្ងៃទី10ជាងនឹង10ម៉ែនប្រហែលថ្ងៃ13មកទៅឥណ្ឌាអញ្ចឹងបានមុនថ្ងៃហ្នឹងប្រហែលថ្ងៃ2ថ្ងៃហ្នឹងកណាឆាន់ប្រហែលជាម្ដងពីរដងទៅជានៅឥណ្ឌាហ្នឹងឯងឆាន់អញ្ចឹងបានន័យថាព្រះអង្គយកអាហារអំពូនសញ្ញាគូឆ្មាហ្នឹងទៅប្រទេសឥណ្ឌាទៅឥណ្ឌាបណ្ដាកណាឆាន់អស់កំពុងនៅឥណ្ឌាហ្នឹងឆាន់ទៅវាឈប់ធ្វើទុកប៉ុនភាកច្រើនដោយសារយើងវាចេះផ្លេចព្រោះតាមលក្ខខណ្ឌឲ្យឆាន់មុនអាហារបងណាកណាថ្ងៃ3ដងបាទមកចេះផ្លេចឆាន់ឲ្យមិននឹកឃើញមិនក៏ឆាន់តែក្រោយអាហារបើនៅឃើញថាផលិតផលហ្នឹងវាពិតជាល្អមែនព្រោះមកតាមដានយូរហើយបើមិនចេះតែនិយាយមិនចេះតែថេរដីកាដែលខាងក្រុមហ៊ុនមកសុភាទេណាបើអត់ទេពិតប្រកបមែនទៅកណាដេចគុណแล้วก็ឆាន់ត្រូវនន្ទាពេលមកត្រឡប់មកវិញអត់ដូចទិញដំបិតដបងនេះអីខាងនេះក្រិនអូកណាកណាមកដូចទេទៅខាងភ្នំពេញហ្នឹងកាលហ្នឹងកណាដល់សារនេះក្រិននេះគាត់មានទៅក៏ជាវគាត់ទៅឥឡូវឆាន់ប្រហែលចិត្តអស់ដែរហើយហ្នឹងនេះក៏ឆាន់ដែរហ្នឹងអញ្ចឹងបានន័យថាព្រះអង្គឆាន់អាហារអំពូនសញ្ញាគូឆ្មាហើយព្រះអង្គឆាន់តែ GT ទៀតហ្នឹងហើយបងបើនេះឆាន់ក្រោយដោយសារនេះក្រិនគាត់ណែនាំទៅកណាមើលទៅឃើញវាល្អយ៉ាងមែនមកក៏ឆាន់ទៅហើយក៏កាពះវាលេងសោតធ្វើទុកព្រោះថាយើងយូរហើយកណាទុកแล้วស្រួលដូចដោះសัตว์អីវាស្រួលកណាមានសភាពស្រួលសឹងអីឆាន់អីស្រួលធម្មតាបាទកណាព្រះអង្គឆាន់អស់ប្រហែលកំប៉ុងហើយព្រះអង្គនេះមកកំប៉ុងជាងបើនេះនៅរៀនតាន់អស់ដែរកណាអញ្ចឹងបានន័យថាព្រះអង្គឆាន់អាហារអំពូនសញ្ញាគូឆ្មាហ្នឹងអស់មកកំប៉ុងជាងថ្ងៃ10មុនថ្ងៃ13អស់នៅឥណ្ឌាបាទអស់នៅឥណ្ឌាមកត្រឡប់មកវិញមកជាវតាមរយៈនៃក្រិនអូបាទនៅហើយមិនតាន់អស់ទេនៅកណាប៉ុន្តែតែ GT នេះព្រះអង្គទើបតែបានឆាន់បាទកណាហើយជាប្រហែលថ្ងៃដែរកណាហើយសម្រាប់នៅពេលដែលព្រះអង្គបានឆាន់ហើយទៅអាការៈដែលធ្លាប់តែពិបាកសឹងដែលសាចុកកាពះចុកអីហ្នឹងបានធូរមកច្រើនធូរទៅដល់ចុកអល់វាតឹងអញ្ចឹងណាកណាមុនទៅឥណ្ឌាហ្នឹងមកតោងសរោមទៅបងក្អួតផងអីផងចុកឆ្អល់តោងសរោមចាក់ថ្នាំថានឹកឃើញថាបើសិនមិនជាទេមិនបានទៅឥណ្ឌាទេវារៀងអន់តែមកទិញហ្នឹងមកទិញជាពីភ្នំពេញមកចេះទេទឹកនេះតែគាត់តែទឿនគាត់ឲ្យលោកអត់តន់អត់តន់ប្រហែលជា2 3ថ្ងៃមកឆាន់ហ្នឹងហើយឆាន់ក្នុងឥណ្ឌាហ្នឹងក៏ត្រូវអត់អីមកចេះប្រាប់មិត្តភ័ក្តិអីដែរនោះនេះក៏ចេះប្រាប់ដែរកណាទៅមកឆាន់ទៅត្រូវបើមិនដឹងជឿមកមិនដឹងឯងមិនខ្លួនមកតាមដានយូរហើយបើកណាបាទត្រូវអញ្ចឹងមែនបាទកណាបាទអរគុណណាពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាបាទថ្ងៃនេះខ្ញុំបាទប្រក្តីរួមជាមួយនឹងអគ្គនាយករបស់ក្រុមហ៊ុនតែ GT បាទក៏ដូចជាអំពូនសញ្ញាជគុឆ្មាបាទគឺយើងបានមកដល់វត្តលៀបបាទវត្តលៀបស្ថិតនៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបងបាទគឺព្រះអង្គបានឆាន់អាហារអំពូនសញ្ញាគូឆ្មាហ្នឹងគឺបានធូរស្រាលច្រើនបាទការដែលឈឺកាពះពោះវៀនហើយកំឡុងពេលក្រោយនេះក៏ព្រះអង្គបានឆាន់តែ GT ដែរកណាសុំសួរតិចនៅពេលដែលព្រះអង្គឆាន់អាហារអំពូនសញ្ញាគូឆ្មាបានរៀងធូរហើយព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងណាដែរបានជាព្រះអង្គទិញតែ GT យកមកឆាន់បន្តទៀតបងដោយសារតែយើងឃើញផលិតផលពេះពោះវៀនយើងឆាន់នៅវាត្រូវបងកណាឆាន់ទៅអត់មានធ្វើទុកទេហ្នឹងត្រូវស្រួលបាត់ឆ្អល់បាត់ចុកកណាបើស្អីគឺតឹងពោះព្រអញ្ចឹងទៅនៅឃើញថាផលិតផលបកែបានសាកមើលចាកណាបើយើងសាកផលិតផលនេះទៅក៏វាអត់មានធ្វើទុកអីទេបើគាត់ថាយើងឆាន់ទៅវាដូចថាការតោបងរបស់យើងវាស្រួលដែរកណាប៉ុន្តែខ្លះរៀងក្តៅបាទរៀងក្តៅអូអញ្ចឹងបើសិនជារៀងក្តៅអញ្ចឹងព្រះអង្គឆាន់ទឹកឲ្យបានច្រើនកណាព្រោះដោយសារដបងអញ្ចឹងអាចនឹងទៅដេញរូបអញ្ចឹងវារៀងក្តៅកណាអញ្ចឹងព្រះអង្គឆាន់ទឹកឲ្យបានច្រើនទៅគឺបានរៀងធូរប៉ុន្តែការដោះសัตว์ឬក៏បិទជើងឲ្យស្រួលកណាញោមត្រូវការអីអាចអញ្ជើញមិនមែនអាត្មាប្រម៉ូសិនទេដោយសារអាត្មាឆាន់ខ្លួនឯងមកមិនជឿទេបងតើឆាន់ខ្លួនឯងត្រូវទៅក៏
ចេះតែប្រាប់មិត្តភ័ក្តិអញ្ចឹងបង កណាកណា អីប្រាប់តែឆាន់ឯណោះ កណាកណា ជាដេលសួរដែរមកប្រាប់អានេះជាផលិតផលរបស់កូនខ្មែរ កណាកណាព្រះអង្គកណាអញ្ចឹងកណាសូមថ្វាយបង្គំអរគុណច្រើនព្រះអង្គដែលបានផ្ដល់នៅសង្ឃដីកាសម្ភាសបាទជាមួយនឹងផលិតផលអាហារអំពន់សញ្ញាគុជខ្មែរអញ្ចឹងកណាថ្វាយបង្គំលា អរគុណច្រើនបង កណា